ពេលកំពុងដើរលេងតាមដងផ្លូវគាត់បានកត់សម្គាល់ឃើញក្មេងម្នាក់ដែលហាក់ដូចជាមានមន្តអាគមពិសេសមួយបុរសគ្រប់រូបដែលដើរកាត់នឹងប្រគល់ប្រាក់500យន់ហើយទទួលបានវត្ថុវេទមន្តមួយមុនពេលគាត់អាចសាកសួរបានក្មេងនោះដែលត្រូវគេកំណត់គោលដៅនឹងបែរខ្លួនហើយបាត់ខ្លួនចូលទៅក្នុងផ្លូវតូចមួយគាត់បានដេញតាមក្មេងនោះយ៉ាងលឿនប៉ុន្តែបានឃើញទស្សនវិជ្ជាដ៏គួរឲ្យភ័យខ្លាចមួយផ្លូវតូចមួយដែលមិនសូវច្បាស់នោះពោពេញដោយអ្នកប្រើប្រាស់គ្រឿងញៀនគាត់គ្រាន់តែដឹងថាមានអ្វីកើតឡើងនៅពេលដែលគាត់បានឃើញបុរសដែលបានតាក់ទងជាមួយក្មេងនោះលាក់ខ្លួននៅជ្រុងមួយដោយលួចរើប្រាស់គ្រឿងញៀនបុរសនោះជាអ្នកចែកចាយគ្រឿងញៀនជំនួសឲ្យការចាក់ចេញគាត់បានដេញតាមគាត់បុរសនោះឈ្មោះហ្វាងហានគឺជាមន្ត្រីប៉ូលីសពិសេសជាន់ខ្ពស់នៅមូលដ្ឋានប៉ូលីសពិសេសមួយក្នុងប្រទេសរបស់ខ្ញុំមិត្តស្រីរបស់គាត់ឈ្មោះលូហ្វៃគឺជាភ្នាក់ងារសម្ងាត់ដែលត្រូវបានប៉ូលីសចិនបញ្ជូនទៅកាន់ក្រុមជួញដូរគ្រឿងញៀនដោយសារតែអត្តសញ្ញាណរបស់នាងត្រូវបានលាតត្រដាងលូហ្វៃត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយអ្នកចែកចាយគ្រឿងញៀនដើម្បីទទួលយកបេសកកម្មដែលមិនទាន់បានបញ្ចប់របស់នាងនិងស្វែងរកភស្តុតាងនៃការផលិតនិងការជួញដូរគ្រឿងញៀនហ្វាងហ៊ានត្រូវបានបញ្ជូនទៅទីក្រុងព្រំដែនកាំងឡានដោយប្រើឈ្មោះคล้ายៗថាហ្វាងម៉ូដើម្បីចូលទៅជិតរឿងដំបូងដែលមេខ្លោងគ្រឿងញៀនដ៏ល្បីល្បាញឈ្មោះគូតាវបានធ្វើនៅពេលមកដល់កាំងឡានគឺស្វែងរកកន្លែងស្នាក់នៅដោយមិននឹកស្មានដល់គាត់បានជួបក្មេងម្នាក់កំពុងលក់គ្រឿងញៀននៅតាមដងផ្លូវគាត់មានបំណងទៅរកក្មេងនោះដើម្បីសាកសួរអំពីការជួលបន្ទប់ប៉ុន្តែក្មេងនោះមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីហើយរត់គេចខ្លួនគូតាវបានដេញតាមភ្លាមហើយទីបំផុតបានរកឃើញក្មេងនោះប្រដាប់ដោយដំបងនៅជ្រុងមួយដោយដឹងថាគូតាវមិនមានបំណងអាក្រក់អ្វីទេហើយពិតជាគ្រាន់តែស្វែងរកកន្លែងជួលក្មេងនោះបាននាំគាត់ទៅផ្ទះភ្លាមទោះបីជាលក្ខខណ្ឌមានលក្ខណៈសាមញ្ញក៏ដោយសង្កាត់នេះពោពេញទៅដោយអ្នកញៀនថ្នាំហើយឪពុករបស់កុមារក៏ញៀនថ្នាំដែរកន្លែងនេះច្បាស់ជាខ្លាចជាកន្លែងលាក់ខ្លួនដ៏ល្អបំផុតសម្រាប់គូតាវហើយគាត់បានជួលបន្ទប់ភ្លាមជំហានបន្ទាប់គឺស្វែងរកវិធីដើម្បីចូលទៅជិតគោលដៅរបស់គាត់គឺគូតាវដោយដឹងថាហ្គាថេវជាម្ចាស់រោងចក្រផលិតគ្រឿងញៀននៅទីក្រុងហ្គាថេវបានទៅកាន់តំបន់ជុំវិញនោះភ្លាមហើយបានរកឃើញចំណុចសង្កេតដ៏ល្អឥតខ្ចោះមួយនៅក្នុងអគាររចនាបថអាហ្វ្រិកមួយនៅត្រើយផ្លូវតាមរយៈការសង្កេតនិងព័ត៌មានលម្អិតដែលប្រមូលបានដោយមនុស្សដែលអង្គការរបស់គាត់បានរៀបចំទុកជាមុន Gatel បានដឹងយ៉ាងឆាប់រហ័សអំពីបុគ្គលិកលក្ខណៈចំណង់ចំណូលចិត្តនិងទម្លាប់ប្រចាំថ្ងៃរបស់ Gatel និងក្រុមរបស់គាត់ជំហានបន្ទាប់គឺត្រូវរៀបចំផែនការមួយទោះបីជា Feng Mo បានតាក់ទងដោយផ្ទាល់ជាមួយ Phikkim ខាងទៀតហើយទោះបីជាគាត់បានធ្វើពុតជាអ្នកលេងល្បែងហើយខ្លាចជាមុខមាត់ដែលធ្លាប់ស្គាល់នៅរោងចក្រផលិតគ្រឿងញៀនក៏ដោយគាត់មិនអាចចូលទៅជិត Gatel បានទេព្រោះក្រុមរបស់ Gatel សុទ្ធតែខូចខើរហូតដល់មេវហ្សេដែលជាអ្នកក្រមបង្គាប់របស់វ៉ាងឆៃដែលជាស្ត្រីរបស់ Gatel បង្ហាញខ្លួនទើប Feng Mo មានឱកាសស្របច្បាប់ក្នុងការចូលទៅជិត Gatel ចៅហ្វាយខៃសូមឲ្យខ្ញុំខ្ចីមនុស្សមកខ្ញុំនឹងទៅវីពួកគេឥឡូវនេះទោះបីជា Kik និង Gatel សុទ្ធតែធ្វើអាជីវកម្មហេរ៉ូអ៊ីនក៏ដោយបណ្ដាញផ្គត់ផ្គង់និងអតិថិជនរបស់ពួកគេគឺខុសគ្នាជាមូលដ្ឋានដូច្នេះពួកគេតែងតែរក្សាភាពស្ងប់ស្ងាត់ឥឡូវនេះប្រសិនបើគាត់ការជួយ Catboy ច្បាស់ជាមានន័យថាបំបែកទំនាក់ទំនងជាមួយ Gatel ដោយបើកចំហដែលជាកិច្ចព្រមព្រៀងមួយដែលមិនមានតម្លៃមិនថាអ្នកមើលវីយ៉ាងណានោះទេចៅហ្វាយខៃប្រសិនបើអ្នកមិនជួយខ្ញុំនៅថ្ងៃនេះទេ Gatel នឹងទទួលបានអំណាចហើយអ្នកនឹងក្លាយជាអ្នកបន្ទាប់ប្រសិនបើអ្នកជួយខ្ញុំសងសឹកចៅហ្វាយរបស់ខ្ញុំជីវិតរបស់ Catboy ជារបស់អ្នកពាក្យរបស់ Catboy ពិតជាសមហេតុផលប្រសិនបើ Gatel ស្លាប់វាពិតជាមានប្រយោជន៍ច្រើនជាងគ្រោះថ្នាក់ដល់គាត់ប៉ុន្តែក្នុងពេលជាមួយគ្នានេះគាត់ខ្លាចថាសកម្មភាពរបស់ Catboy នឹងបង្កផលវិបាកមិនយូរប៉ុន្មាន Catboy បានដឹកនាំបុរសរបស់គាត់ទៅឡោមព័ទ្ធបពុរបស់ Gatel គឺខ្នែកនិងម៉ាលីវឈុតឆាកនេះត្រូវបានឃើញដោយនរណាម្នាក់ដែលលាក់ខ្លួនមិនឆ្ងាយប៉ុប៉ុន្មានដែលកំពុងដើរតាមអ្នកទាំងពីរ Feng Mo បានឃើញឱកាសដ៏ល្អឥតខ្ចោះដើម្បីចូលទៅជិត Gatel ប៉ុន្តែវាមិនមែនជាពេលវេលាដ៏ល្អបំផុតដើម្បីធ្វើសកម្មភាពនោះទេដូច្នេះនៅពេលដែល Mel Say ធ្វើឲ្យបុរសទាំងពីរនាក់នៅលើដីស្រែកយំដោយការឈឺចាប់ Feng Mo ទីបំផុតបានបោះជំហានទៅមុខទោះបីជា Fang Mo ក្នុងនាមជាមន្ត្រីស្វាត់កម្រិតខ្ពស់អាចទប់ទល់នឹងមនុស្ស10នាក់បានយ៉ាងងាយស្រួលក៏ដោយក៏គាត់ត្រូវបានគ្របដណ្ដប់ដោយចំនួនដ៏ច្រើននៃគូប្រជែងហើយមិនយូរប៉ុន្មានក៏ត្រូវបានវាយប្រហារខ្លួនឯងជាសំណាងល្អម៉ាលីវបានឆ្លៀតឱកាសរត់គេចពីការឡោមព័ទ្ធហើយបាននាំក្រុមអ្នកក្រមបង្គាប់របស់គាត់ចេញពីកាស៊ីណូភ្លាមដោយជួយសង្គ្រោះបុរសទាំងពីរនាក់នោះបានដោយជោគជ័យចំពោះហេតុផលរបស់គាត់ក្នុងការជួយពួកគេ Fang Mo បានពន្យល់ថាដំបូងឡើយខ្ញុំចង់សាកល្បងសំណាងរបស់ខ្ញុំនៅទីនេះហើយរកលុយខ្លះប៉ុន្តែខ្ញុំបានបាត់បង់អ្វីទាំងអស់ឥឡូវនេះខ្ញុំចង់ស្វែងរកការងារខ្លះតើអ្នកអាចធ្វើអ្វីបានក្រៅពីការប្រយុទ្ធដរាបណាអ្នកឲ្យលុយខ្ញុំអាចធ្វើអ្វីបានសង់ទូរស័ព្ទរបស់ខ្ញុំវិញតាមរយៈបទពិសោធន៍នេះ Fang Mo ទីបំផុតបានតាក់ទងជាមួយ Chi Xie ដែលជាអ្នកក្រមបង្គាប់ម្នាក់របស់គូតាវហើយទទួលបានការងារនៅកាស៊ីណូដោយជោគជ័យគាត់គិតថាគាត់អាចចូលទៅជិតគូតាវបានយ៉ាងឆាប់រហ័សប៉ុន្តែគាត់មិនបានដឹងទេថាការធ្វើតេស្តទើបតែចាប់ផ្ដើមតើ Fang Mo អាចប្រឡងជាប់ហើយទីបំផុតទទួលបានការទុកចិត្តពីគូតាវដែរឬទេសូមតាមដានឡាវលេងយើងនឹងបន្តនៅវគ្គបន្ទាប់